ប្រទាលនាងលក្ខថ្នាំព្យាបាលរលាកទងសួតក្អកស្ងួតបញ្ចុះកម្ដៅជាពិសេសក៏ជាថ្នាំព្យាបាលនៅជំងឺរមាស់សើស្បែកទូទៅគ្រប់ប្រភេទបានផងដែរសម្រាប់ពុកម៉ែបងប្អូនដែលមានបញ្ហាក្អកស្ងួតរលាកទងសួតនិងជំងឺក្តៅក្នុងពុកម៉ែបងប្អូនគ្រាន់តែបេះយកប្រទាលនាងលក្ខយកទៅស្លឹកទេយកចំនួន10សន្លឹកលាងទឹកឲ្យស្អាតហើយបុកឲ្យម៉ត់ដាក់លាយជាមួយនឹងទឹកដូងចំនួន1ផ្លែពូតច្រោះយកទៅទឹករបស់វាបងប្អូនយកម្ហូបបងប្អូនលៃហូបមួយថ្ងៃ2ដងព្រឹកម្ដងល្ងាម្ដងបងប្អូនព្យាយាមហូបចាប់ពី5ថ្ងៃទៅ1សប្តាហ៍បញ្ហារលាកទងសួតក្តៅក្នុងហើយនឹងក្អកស្ងួតនោះនឹងចាប់ដើមបានធូរស្បើយហើយសម្រាប់ពុកម៉ែបងប្អូនដែលមានបញ្ហារមាស់សើស្បែកទូទៅគ្រប់ប្រភេទពុកម៉ែបងប្អូនគ្រាន់តែបេះស្លឹកវាចំនួន10សន្លឹកដូចគ្នាលាងទឹកឲ្យស្អាតហើយបុកឲ្យម៉ត់ដាក់លាយជាមួយនឹងទឹកធម្មតាយើងនឹងចំនួនបន្តិចកុំឲ្យខាប់ពេកហើយកុំឲ្យរាវពេកបន្ទាប់មកយកទៅលាបបំពកចំកន្លែងដែលបងប្អូនរមាស់សើស្បែកនោះមួយថ្ងៃលាប2ដងព្រឹកម្ដងល្ងាម្ដងបងប្អូនព្យាយាមលាបឲ្យបានរយៈពេល3ថ្ងៃទៅ5ថ្ងៃបញ្ហារមាស់សើស្បែកទូទៅគ្រប់ប្រភេទរបស់ពុកម៉ែបងប្អូននឹងចាប់ដើមបានធូរស្បើយហើយសូមអរគុណសូមជម្រាបលា